สู่ได้ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំមកបង្ហាញពីរបៀប remove account មិនថា account អីទេគឺយើង remove បានទាំងអស់ឥឡូវខ្ញុំចង់សម្ដៅទៅលើការ remove account YouTube ចង់ដឹងថាគេ remove account YouTube ដោយម្ដេចកុំភ្លេចតាមដានវីដេអូនេះសំខាន់បើសិនជាយើងមាន account YouTube ច្រើន Gmail ច្រើនយើងចង់ remove ចេញយើងអាចធ្វើតាមវិធីខ្ញុំបានឬក៏យើងបានប្រទេស YouTube នឹងទៅឲ្យគេហើយអញ្ចឹងយើងមិនចង់ទុក account នឹងនៅទៀតទេដូចជា account នេះខ្ញុំបានប្រទេសទៅឲ្យគេហើយអញ្ចឹងខ្ញុំចង់ remove វាចេញដើម្បីកុំឲ្យពាក់ព័ន្ធជាមួយនឹងម្ចាស់ដែលខ្ញុំបានប្រទេសទៅឲ្យគេនោះទៀតកុំឲ្យថា account ដែលយើងបានប្រទេសទៅឲ្យគេហើយតែយើងនៅតែទុកប្រើខ្លួនឯងដដែលឥឡូវមកខាត់ពេលវេលាយូរឥឡូវមកតាមដានជាមួយខ្ញុំចង់ដឹងថាគេធ្វើដូចម្ដេចជាដំបូងយើងចេញមកក្រៅអញ្ចឹងសិនបន្ទាប់មកយើងក៏លេខមើលកន្លែង setting យើងចុចកន្លែង setting នឹងហើយវាលោតមកដល់ទម្រង់បែបនេះគឺយើងអូសទៅក្រោមរមើលពាក្យមួយដែលមានឈ្មោះថា user and account យើងចុចកន្លែង user and account នឹងមកដើម្បីចូលទៅពិនិត្យមើល account ណាមួយដើម្បីយើង remove ចេញនៅពេលដែលយើងចុចមកដល់ទីនេះគឺវាមាន account ច្រើនអញ្ចឹងយើងចង់ remove account មួយណាយើងចុចលើ account ហ្នឹងទៅឥឡូវខ្ញុំចង់ remove account មួយដែលមាន Gmail ឈ្មោះថា plain85 ចុចលើវាបន្ទាប់ពីយើងចុចដល់ចំណុចនេះហើយគឺវាលោតមកដល់ពាក្យថា remove account យើងចុចកន្លែងពាក្យថា remove account នឹងមកបន្ទាប់មកវាលោតចេញបែបនេះគេដាក់ថា remove account យើងចុចលើពាក្យ remove account នឹងទៀតមកឥឡូវឃើញថាវា remove ហើយវាមាន2ឥឡូវខ្ញុំចង់ remove មួយទៀតចុចលើពាក្យនឹងមួយមកបន្ទាប់មកចុចពាក្យ remove ទៀតបន្ទាប់មកយើងចុចពាក្យ remove ម្ដងទៀតឃើញថាវាបាត់ហើយឥឡូវយើងចូលទៅ YouTube ម្ដងតើនៅពេលដែលយើង remove កន្លែងហ្នឹងហើយតើវាបាត់ដែរឬទេបន្ទាប់មកយើងចុចទៅ YouTube ម្ដងទៀតនៅពេលដែលយើង remove ហើយឃើញថា account ដែលយើង remove ហ្នឹងគឺវាបាត់ហើយឥឡូវវាលោតចូលមក account ផ្សេងទៀតហើយនេះវាលោតចូលមក account មួយនេះជា account របស់ខ្ញុំដែរវីដេអូដែលខ្ញុំមកធ្វើការបង្ហាញនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់យើងខ្ញុំ